កាលពីបុរាណកាលនៅប្រទេសចិនក្នុងរាជវង្សថាងមានព្រះសង្ឃមួយអង្គឈ្មោះថាងជេងជាអ្នកមានចិត្តបរិសុទ្ធស្មោះត្រង់និងមានជំនឿខ្ជាប់ខ្ជួនព្រះអង្គបានទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យទៅប្រទេសឥណ្ឌាដើម្បីយកព្រះត្រៃបិដកមកផ្សព្វផ្សាយនៅប្រទេសចិននេះគឺជាដំណើរឆ្ងាយដែលមានឧបសគ្គច្រើនជាង10000យោជន៍កាលពីបុរាណកាលនៅប្រទេសចិនក្នុងរាជវង្សថាងមានព្រះសង្ឃមួយអង្គឈ្មោះថាងជេងជាអ្នកមានចិត្តបរិសុទ្ធស្មោះត្រង់និងមានជំនឿខ្ជាប់ខ្ជួនព្រះអង្គបានទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យទៅប្រទេសឥណ្ឌាដើម្បីយកព្រះត្រៃបិដកមកផ្សព្វផ្សាយនៅប្រទេសចិននេះគឺជាដំណើរឆ្ងាយដែលមានឧបសគ្គច្រើនជាង10000យោជន៍កាលពីបុរាណកាលនៅប្រទេសចិនក្នុងរាជវង្សថាងមានព្រះសង្ឃមួយអង្គឈ្មោះថាងជេងជាអ្នកមានចិត្តបរិសុទ្ធស្មោះត្រង់និងមានជំនឿខ្ជាប់ខ្ជួនព្រះអង្គបានទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យទៅប្រទេសឥណ្ឌាដើម្បីយកព្រះត្រៃបិដកមកផ្សព្វផ្សាយនៅប្រទេសចិននេះគឺជាដំណើរឆ្ងាយដែលមានឧបសគ្គច្រើនជាង10000យោជន៍កាលពីបុរាណកាលនៅប្រទេសចិនក្នុងរាជវង្សថាងមានព្រះសង្ឃមួយអង្គឈ្មោះថាងជេងជាអ្នកមានចិត្តបរិសុទ្ធស្មោះត្រង់និងមានជំនឿខ្ជាប់ខ្ជួនព្រះអង្គបានទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យទៅប្រទេសឥណ្ឌាដើម្បីយកព្រះត្រៃបិដកមកផ្សព្វផ្សាយនៅប្រទេសចិននេះ